ឥឡូវបងសួរសិនរយៈពេល3ឆ្នាំតើបងចង់សល់លុយក្នុងកងធនាគារប្រហែលនិយាយឲ្យត្រង់មកមិនបាច់លាក់លៀមមិនបាច់អៀនខ្មាស់អីទេមនុស្សយើងវាតែតែមានគោលដៅមែនទេអូនបាទឥឡូវបងចង់បានប្រហែលមិនច្រើនទេសុំត្រឹម30000ហ្នឹងតិចណាស់អូនត្រូវសម័យខ្ពស់ចេញដល់បងអូចេញចូលសិនមកចូលនេះស្គាល់បងស្គាល់ចូលមកដាក់នៅនេះឲ្យអូនអង្គុយសិនមកអង្គុយលេងសិនអង្គុយខ្ញុំបញ្ញាប់ទៅវិញបងខ្ញុំបាច់ទៅណាទេអូនអង្គុយសិនមកខ្ញុំញ៉ាំដឹកម្ហូបអីគេបងអូមកជើងមកផ្លេតប្រហែលជាកន្លះម៉ោងអីទេបងចង់បញ្យល់បងអូនបន្តិចយល់រឿងអីបងអូនមកនេះឃើញផ្លាកក្រុមហ៊ុនគេនៅខាងក្រៅហ៎ឃើញទៅហ្នឹងហើយបងគឺជាក្រុមហ៊ុនលក់ផលិតផលនាំចូលមកពីស្រុកក្រៅបាទហើយបងអូនរត់ផ្សាយបងធ្វើអីគេបងអូន delivery បង delivery ហ៎បាទបងនឹងបំវាយបងអូនចេញពី delivery មកទៅជា business អូនស្គាល់ business ហ៎យល់ទេបងបន្ទាត់បងអូនជា business បងនឹងបំលែបងអូនចេញទៅជាពីអ្នកដឹកម្ហូបបាទទៅជា business មួយដែលបងអូនអាចរកចំណូលច្រើនលើសពីអ្វីដែលបងអូនរកបានរាល់ថ្ងៃធម្មតាក្នុងមួយថ្ងៃបងអូនរកបានប្រហែល15000ទៅ20000បងតាមភ្ញៀវកំងតិចណាស់បងអូនបើបងអូនមកសិក្សារៀនយល់ពី business នៅក្រុមហ៊ុនបងបាទបងអូននឹងជោគជ័យបងអូននឹងមានលុយច្រើនជាងហ្នឹងទៀតបងយល់ទេឥឡូវចាប់បងបញ្យល់ឧទាហរណ៍នេះជាបងអូនបងអូនធ្វើជា business មួយបងអូនណាបាទបងអូនជា business បងដាក់អក្សរកាត់ B ណាបាទ business ហើយបងអូនខ្លាចទៅជា business ណាបាទពេលហ្នឹងបងអូននឹងត្រូវរកសមាជិកដើម្បីបានលុយបងអូនយល់ទេបាទដើម្បីបានលុយបងអូនត្រូវរកសមាជិកឆ្វេងមួយស្ដាំមួយយល់ទេយល់ដល់បងឆ្វេងមួយស្ដាំមួយឆ្វេងនេះឧទាហរណ៍ខាងស្ដាំបាទដាក់ឈ្មោះថា diamond តែបងដាក់អក្សរ D អក្សរកាត់ diamond ហ្នឹងហើយ diamond ហ្នឹងគឺជា business ដូចបងអូនអញ្ចឹងណាបងអូនយល់ទេបាទហ្នឹងហើយក្នុងអូនរក diamond បានមួយបងចែកចេញទៅជាលុយដុល្លារក្នុងបងអូនរកបានម្នាក់បងអូននឹងទទួលបាន$3000យល់ទេច្រើនទេបង$3000ហ្នឹងហើយចាំតែបងអូនរកបានម្នាក់អាហ្នឹងជាចំណូលអូតូចូលទៅបងអូនណាហើយពេលដែលបងអូនរកបាន diamond ម្នាក់ទៀតបងអូននឹងទទួលបាន$3000ទៀតច្រើនទេបងច្រើនទេច្រើនសរុបទៅ6000មកដែរបងច្រើនជាងបងអូនរត់ delivery រាល់ថ្ងៃទេច្រើនបងខ្ញុំរកបានមួយថ្ងៃ15000 20000ហ្នឹងឥឡូវចេះនេះក្នុងមួយខែពេលដែលបងអូនរកបានដៃគូសហការឆ្វេងមួយស្ដាំមួយបាទយល់ទេបាទបងហើយទៅពេលបន្តទៅទៀតខែទី2បាទបងខែទី2ដៃគូឆ្វេងមួយស្ដាំមួយរបស់បងអូនហ្នឹងបាទគាត់នឹងទៅរកដៃគូដូចបងអូនទៅរកឆ្វេងមួយស្ដាំមួយដូចគ្នាយល់ទេស្អីគេហ្នឹងអាហ្នឹងគេរកដៃគូសហការដូចបងអូនរកបាន6000អញ្ចឹងបាទហើយឆ្វេងស្ដាំបងអូនគាត់នឹងទៅរកដៃគូសហការឆ្វេងមួយស្ដាំមួយដូចគ្នាហើយពេលដែលបងអូនកើតទៅជា business នេះហើយបងអូននឹងទទួលបាន ID ហ្នឹងដូចជាលេខកូដបងអូនឧទាហរណ៍6ខ្ទង់បងដាក់សង្ខេបណា6 ID កងធនាគាររបស់បងអូនពេលដែលបងអូនរកបានឆ្វេងមួយតាមមួយបងអូននឹងទទួលបាន$6000ហ្នឹងចូលកងបងអូនអូតូតែម្ដងយល់ទេអូខេបាទហ្នឹងហើយពេលដែលបងអូនរកដៃគូសហការបងអូនណាគេរកបានឆ្វេងមួយស្ដាំមួយដូចគ្នាឆ្វេងមួយតាមមួយគេរកបានម្នាក់$6000ដូចគ្នាអូនយល់ទេ diamond បងអូននេះបាទបានម្នាក់$6000ដូចគ្នាអញ្ចឹងខាងនេះ$6000យល់ទេហើយបងអូននឹងទទួលបានលុយចំណែកដែលដៃគូបងអូនរកបាននេះយល់ទេ12000មែនទេ30%អញ្ចឹងបងអូនយក$6000ចែកចេញជា30%ទៅបងអូននឹងទទួលបាន$1800ជីពីវាមិន$1800ទៀតយល់ទេមួយខែហ្នឹងបងខែទី2របស់បងអូនចាប់ផ្ដើមចូលដល់ខែទី2អូយល់ទេបាទ$1800 2ដងវាប្រហែល$3600ក្នុងមួយខែបងអូនជួយហើយដល់ពេលអញ្ចឹងយើងត្រូវចំណាយអីខ្លះបងពេលបានចូលក្រុមហ៊ុនមកកុំទាន់បងនេះបងយល់ពីប្រាក់ចំណូលសិនបងអត់ទាន់ប្រាប់ពីផលិតផលឲ្យបងអូនឃើញទេបាទបងហើយបើដៃគូសហការបងអូននេះគេនឹងរកសមាជិកបន្តទៅទៀតតែចាំថ្ងៃក្រោយបានបងខ្ញុំញ៉ាំដឹកម្ហូបពីគេនៅស្ងៀមនៅស្ងៀមចាំតិចមកស្ងៀមសិននៅស្ងៀមឃើញទេអញ្ចឹងក្នុង$6000ម្នាក់នេះ
មិនចែកជា4នេះ បាទបង 4នាក់នេះគាត់ទទួលបានម្នាក់6000ដូចគ្នាមកសេកាត់ទេណា បាទបាទ 6000 6000 4ដងប្រហែល24 240000 វាថានឹង24000ហើយអូន24000បងអូនបាន30% 30% វាស្មើនឹង7200ក្នុងមួយខែនេះបើសិនជាបងអូនធ្វើបានគ្រប់ target ហ្នឹងឥឡូវបងសួរសិនរយៈពេល3ឆ្នាំតើបងអូនចង់សល់លុយក្នុងកងធនាគារប្រហែលនិយាយឲ្យត្រង់មកមិនបាច់លាក់លៀមមិនបាច់អៀនខ្មាស់អីទេមនុស្សយើងវាតែតែមានគោលដៅមែនទេអូន បាទបាទ ឥឡូវបងអូនចង់បានប្រហែល ច្រើនមិនច្រើនទេសុំត្រឹម30000ហ្នឹងណា ណាស់អូន Rồi xong mày Ủa អូនត្រូវសម័យក្នុង3ឆ្នាំហ្នឹងអូនសម័យយ៉ាងតិច$500,000 អូទៅរកស្អីបានបង ដាក់បងសិនអូនសម័យបានតែ10%អូនបាន50000លើសពីក្តីសម័យរបស់បងអូនទេ លើលើ នេះចាក់10%ផងចុះបងប្អូនធ្វើបាន100%มันបាន$500,000 តែចាំលើក្រោយបងខ្ញុំញ៉ាំដឹកហូប នៅស្ងៀម តែផលិតផលស្អីគេបង អូនយកផលិតផលមកឲ្យបងអូនសាកអូនយល់ទេតែបងអ្នកបញ្យល់បងអូននេះបងមិនទាន់ធ្វើបានទេ ហើយមិនទាន់ធ្វើបានផងអី នេះគេដាក់គោលការណ៍បើសិនជាបងអូនធ្វើបាន ហ្នឹងមែនបង Nắng Chơi Ừ. ភ្លក់មើលរសជាតិមិនដែរអូន ជូរអែមហ្មង ជូរអែមបងនឹងថាវាជាផលិតផលអីទេ អីគេបង ថ្នាំស្រែអូនយល់ទេបងឲ្យអូនយកទៅលាបមិនឲ្យអូនយកទៅផឹកទេ បងលេងតោយអើ ដល់វគ្គដែលបងនិយាយសាច់ការហើយបងត្រូវដាក់ទុនរ៉ូស៊ីបងត្រូវតែមានដើមទុនឥឡូវបងយកតែ$10000មកដាក់ទុនជាមួយក្រុមហ៊ុនបងមក មកដាក់ទុនដល់គ្នាម្នាក់មួយតែខ្ញុំមានពេលទេខ្ញុំរាប់ដឹកហូបពីគេហើយចុយអើយ$10000របស់កាច់ហ្នឹងមនុស្សដឹកមកឲ្យបាន$15000ហ្នឹងរក$10000ឡាវទៅណាហើយឯងមកនេះពេលមកដល់ទៅនិយាយយើងណាឆ្កុយហ្នឹងទៅវ៉ាឈួត